របៀបបិទពាណិជ្ជកម្មនៅលើ website ជ្រុំសម្រាប់បងប្អូនដែលគាត់តែងតែដំឡើងកម្មវិធីផ្សេងៗនៅក្នុងកម្មវិធីជ្រុំមួយនេះបាទពេលដែលយើងបានដំឡើងកម្មវិធីផ្សេងៗបាទនៅក្នុងកម្មវិធីជ្រុំមួយនេះអញ្ចឹងវាធ្វើឲ្យបាទមេរោគនៅកម្មវិធីផ្សេងៗវាចេះតែលោតមកលើអេក្រង់ទូរស័ព្ទរបស់យើងឥឡូវខ្ញុំនឹងបង្ហាញបងប្អូនតែម្ដងហើយខ្ញុំបាទបកជាភាសាខ្មែរឲ្យបងប្អូនដែរងាយស្រួលបងប្អូនដែលដាក់ជាភាសាអង់គ្លេសក៏បងប្អូនត្រូវហើយបងប្អូនដាក់ជាភាសាខ្មែរនៅក្នុង setting ហ្នឹងក៏ត្រូវដូចគ្នាបងប្អូនណាហ្នឹងហើយឥឡូវខ្ញុំចុចចូលនៅក្នុងកម្មវិធី Chrome បន្ទាប់មកបងប្អូនចុចចូលកន្លែងត្រេ3ខាងលើនេះហើយបងប្អូនចុចចូលពាក្យថា setting បើសិនជាបងប្អូនជាអក្សរខ្មែរបងប្អូនណានេះខ្ញុំ screenshot មួយសិនបាទ screenshot មួយអញ្ចឹងបងប្អូនចាំខ្ញុំចុចទៅបកឲ្យបងប្អូនតែម្ដងខ្ញុំចុចចូលកម្មវិធីមួយនេះដើម្បីបកជាភាសាខ្មែរបងប្អូនបាទខ្ញុំចុចចូលកន្លែង translate នេះហើយខ្ញុំចុចចូលកន្លែងរូបកាមេរ៉ាអញ្ចឹងខ្ញុំបកប្រែបងប្អូនតែម្ដងបាទខ្ញុំចុចចូលទីនេះបាទហើយបងប្អូនចុច select មកបាទចុច select បាទនេះបងប្អូនណានេះកន្លែងកំណត់បងប្អូនណានេះ setting នេះកន្លែងកំណត់ហ្នឹងបាទអញ្ចឹងបងប្អូនចុចចេញមកវិញហើយបងប្អូនចុចចូលពាក្យថា setting ហ្នឹងកន្លែងកំណត់បងប្អូនណាហ្នឹងហើយកន្លែងខ្ញុំបកប្រែឲ្យមិញហ្នឹងបងប្អូនចុចចូលមកបន្តមកទៀតបងប្អូនអូក្រូលឡើងលើបងប្អូនចុចចូលកន្លែង size setting ឥឡូវខ្ញុំ screenshot ឲ្យបងប្អូនសិនបាទដើម្បីបកប្រែបងប្អូនមើលខ្ញុំចុចចេញមកវិញខ្ញុំចុចចូលទីនេះសម្រាប់បងប្អូនប្រើជាភាសាខ្មែរនៅក្នុងកម្មវិធី setting ណាបងប្អូនមើលការកំណត់គេហទំព័របាទអញ្ចឹងខ្ញុំចុចចេញមកវិញបាទខ្ញុំចុចចូលកន្លែងនេះបងប្អូនចុចចូលកន្លែងនេះបាទ size setting នេះបាទបងប្អូនចុចចូលកន្លែង size setting ហើយបងប្អូនអូក្រូលឡើងលើទៀតបាទអូក្រូលឡើងលើអូក្រូលមកទៀតមកបងប្អូនចុចចូលកន្លែងនេះបាទចុចចូលកន្លែងហ្នឹងឥឡូវខ្ញុំ screenshot ឲ្យបងប្អូនសិនបាទសម្រាប់បងប្អូនដែលប្រើជាអក្សរខ្មែរណានៅក្នុងកម្មវិធីជ្រោមហ្នឹងបាទអញ្ចឹងខ្ញុំ screenshot ឲ្យបងប្អូននៅកន្លែងនេះមួយទៀតបាទបងប្អូនបើជាភាសាអង់គ្លេសបងប្អូនផ្ទៀងផ្ទាត់មកបាទបងប្អូនចុចចូលទីនេះឥឡូវខ្ញុំ screenshot ឲ្យបងប្អូនដែលគាត់ប្រើប្រាស់ជាអក្សរខ្មែរខ្ញុំចុចចេញមកវិញហើយខ្ញុំចុចចូលកន្លែងនេះកន្លែងហ្នឹងដដែលខ្ញុំដកវិញហើយខ្ញុំចុចចូលកន្លែងនេះដើម្បីបកប្រែបងប្អូននេះបងប្អូនណានេះឃើញទេបាទនេះបងប្អូនមើលតែរូបសញ្ញាហ្នឹងមកបាទហ្នឹងហើយការផ្សាយពាណិជ្ជកម្មបងប្អូនណារំខានត្រូវបានរារាំងនៅលើគេហទំព័រមួយចំនួនបាទអញ្ចឹងបងប្អូនត្រូវចុចចូលកន្លែងហ្នឹងណាឥឡូវខ្ញុំចុចចេញមកវិញនេះបងប្អូនចុចចូលកន្លែងកម្មវិធីជ្រោមហ្នឹងមកបងប្អូនចុចចូលកន្លែងនេះចុចចូលកន្លែងហ្នឹងណាពេលលោតមកផ្ទាំងបែបនេះហើយខ្ញុំនឹង screenshot បកប្រែជាភាសាខ្មែរឲ្យបងប្អូនមើលតែម្ដងឥឡូវ screenshot មួយសិនបាទពេលដែលខ្ញុំ screenshot រួចរាល់ហើយខ្ញុំចុចចេញមកវិញខ្ញុំចុចចូលកន្លែងបាទកម្មវិធី translate នេះដើម្បីបកប្រែបងប្អូនមើលខ្ញុំចុចចូលកន្លែងនេះបាទចឹងបងប្អូនមើលនេះឃើញទេបាទគេបកប្រែឲ្យយើងហើយបងប្អូនមើលខាងលើនេះបាទការផ្សាយពាណិជ្ជកម្មរំខានបងប្អូនណាបងប្អូនមើលបាទជាធម្មតាគេហទំព័របង្ហាញការផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីឲ្យពួកគេអាចផ្ដល់ខ្លឹមសារឬសេវាកម្មដោយឥតគិតថ្លៃចឹងបងប្អូនអាចអានតាមនឹងបានណាបន្ទាប់មកបងប្អូនមើលប្រមាណចំណុចនេះបាទបើសិនជាបងប្អូនចុចយកខាងលើនេះបាទអញ្ចឹងពេលដែលបងប្អូនចុចចូលនៅក្នុងកម្មវិធីជ្រោមទៅតម្លើងកម្មវិធីណាមួយគឺតែងតែមានកម្មវិធីមួយហ្នឹងលោតលើអេក្រង់ទូរស័ព្ទរបស់យើងបើសិនជាបងប្អូនយកកន្លែងនេះបងប្អូនអានអក្សរគេបន្តិចទៅបាទគេហទំព័រណាមួយដែលអ្នកចូលមើលអាចបង្ហាញការផ្សព្វផ្សាយពាណិជ្ជកម្មមួយដល់អ្នកអញ្ចឹងណាហ្នឹងហើយពេលដែលយើងចូលមើល website ណាមួយនៅក្នុងកម្មវិធីជ្រោមហ្នឹងបាទដូចជាបងប្អូនវាយដូចជាកម្មវិធីរបៀបថា website ណាហ្នឹងហើយអញ្ចឹងបងប្អូនដឹងហើយបងប្អូនប្រើទូរស័ព្ទបងប្អូនដឹងហើយបាទបងប្អូនចុចតម្លើងកម្មវិធីណាមួយឬក៏ចូលមើល website ណាមួយនឹងកម្មវិធីនេះនឹងលោតឡើងនៅលើអេក្រង់ទូរស័ព្ទរបស់យើងតែម្ដងបាទហើយបងប្អូនមើលខាងក្រោមនេះទៀតបាទការផ្សព្វផ្សាយពាណិជ្ជកម្មត្រូវបានរារាំងបងប្អូនណានៅលើគេហទំព័រដែលគេស្គាល់ថាបង្ហាញការផ្សព្វផ្សាយពាណិជ្ជកម្មដែលរំខានឬបំភាន់បងប្អូនគាត់បិទកន្លែងហ្នឹងមកវាលែងលោតកម្មវិធីទាំងអស់ហ្នឹងមកទៀតហើយបងប្អូនណាបើសិនជាបងប្អូនចុចបើកកន្លែងនេះអញ្ចឹងវានឹងលោតឡើងបាទកម្មវិធីផ្សេងៗដែលយើងបានចូលទៅតម្លើងក្នុងកម្មវិធីជ្រោមឬក៏យើងបាន search នៅឈ្មោះ website ផ្សេងៗនៅក្នុងកម្មវិធីជ្រោមហ្នឹងវានឹងលោតឡើងលើអេក្រង់ទូរស័ព្ទរបស់យើងតែម្ដងបងប្អូនណាហ្នឹងនាំឲ្យមានការរំខានដល់យើងអញ្ចឹងបងប្អូនបាទចុចចេញមកវិញមកបាទចុចចេញមកវិញនេះបងប្អូនចុចចូលកន្លែងហ្នឹងណាហ្នឹងហើយបងប្អូនគាត់ចុច select កន្លែងនេះបាទចុច select កន្លែងហ្នឹងមកអញ្ចឹងយើងបិទបាទពាណិជ្ជកម្មដែលការរំខាននៅលើអេក្រង់ទូរស័ព្ទរបស់យើងរួចរាល់ហើយបងប្អូនណាហ្នឹងហើយមួយទៀតបើសិនជាទូរស័ព្ទបងប្អូនវាលោតចេញជាលក្ខណៈរបៀបបិទបើកវាអត់ចេញពីរបែបនេះទេបងប្អូនណាហ្នឹងហើយវាចេញដូចជារបៀបថាកន្លែងហ្នឹងដល់ពេលយើងចុច
ចូលទៅវាមិនឃើញពណ៌ខៀវបាទកន្លែងខៀវនេះយើងចុចបើកដូចលើនេះអញ្ចឹងបាទពេលដែលយើងចុចលើ select អាពណ៌ខៀវហ្នឹងវាមិនចេញពណ៌សបាទវាចេញមកពណ៌សដូចបែបនេះបាទអញ្ចឹងអានេះយើងបានបិទហើយអានេះដូចគ្នាបាទពេលដែលយើងចុច select យកខាងលើទៅអញ្ចឹងយើងបានបើកបាទបើកឲ្យពាណិជ្ជកម្មហ្នឹងដែលពេលយើងចូលទៅ website ជ្រោមយើងទៅតឡាកម្មផ្សេងវានឹងលោតមកបាទហ្នឹងណាកន្លែងហ្នឹងកន្លែងអញ្ចឹងរបស់ខ្ញុំវាអត់មានអញ្ចឹងណាបាទខ្ញុំដឹងតែទូរស័ព្ទបងប្អូនមួយចំនួនមានខ្លះទៅក៏ដូចរបស់ខ្ញុំខ្លះទៅក៏វាចេញជាលក្ខណៈទ្រង់ទ្រាយផ្សេងគ្នាបាទហ្នឹងហើយអញ្ចឹងខ្ញុំគ្រាន់តែបញ្យល់បង្ហាញប្រាប់បងប្អូនបែបហ្នឹងណាហ្នឹងហើយបើសិនជាបងប្អូនឃើញចេញពណ៌សញ្ញាដូចពណ៌ខៀវហ្នឹងបងប្អូនគាត់ចុចលើអាពណ៌ខៀវហ្នឹងទៅវានឹងលោតបិទមកចេញសញ្ញាពណ៌សវិញអញ្ចឹងយើងបានបិទឲ្យដូចអានេះអញ្ចឹងបើចុចបិទមកបងប្អូនឃើញសញ្ញាហ្នឹងដូចគ្នាបាទដូចគ្នាដូចថាកន្លែងនេះវាមានខ្វែងអញ្ចឹងខ្វែងហ្នឹងដើម្បីថាយើងបិទពេលដែលយើងចូលទៅមើល website ជ្រោមទៅតឡាកម្មវិធីផ្សេងឬក៏ចូលមើល website នៅក្នុងកម្មវិធីជ្រោមហ្នឹងបាទអញ្ចឹងយើងបិទហើយគឺកម្មវិធីហ្នឹងវាអត់លោតចេញនៅលើអេក្រង់ទូរស័ព្ទរបស់យើងទេវាអត់មានការរំខាននៅលើទូរស័ព្ទដៃរបស់យើងទេបងប្អូនណាហ្នឹងហើយអញ្ចឹងបងប្អូនក៏ចុចបិទនឹងដូចគ្នាបងប្អូនណាហ្នឹងគាត់ខ្ញុំបង្ហាញបងប្អូនទេបាទអរគុណសម្រាប់ការទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់បាទសូមជម្រាបលា